ចាសូមជម្រាបសួរបងប្អូនទាំងគ្នាក៏ដូចជាសួស្តីកូនកូនចាអញ្ចឹងថ្ងៃនេះយើងត្រឡប់មករៀនថ្នាក់រៀនត្រឡប់របស់យើងបន្តទៀតណាចាអញ្ចឹងកាលពីម្សិលមិញអ្នកគ្រូបានបង្រៀនកូនកូនអំពីមេរៀនព្យញ្ជនៈពួកអូប្រកបនឹងងមែនអត់កូនចាអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងនាំកូនកូនទៅរៀនមេរៀនមួយទៀតដែលស្ថិតនៅក្នុងមេរៀនទី45ដូចគ្នាប៉ុន្តែវាទាក់ទងជាមួយនឹងព្យញ្ជនៈពួកអូប្រកបនឹងងបន្តវិញម្ដងចាអញ្ចឹងសូមយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូទាំងអស់គ្នាណាតនឹងងតងបន្តមួយតុងញនឹងងញងបន្តមួយញងលោនឹងងលងបន្តមួយលងចាអញ្ចឹងអ្នកគ្រូចង់បញ្ជាក់ត្រង់នេះថានៅពេលដែលកូនយកតួអក្សរដែលជាព្យញ្ជនៈពួកអូទាំង18តួហ្នឹងយកទៅផ្សំនឹងងបន្តគឺវាមានសូរអ៊ុងចាឧទាហរណ៍តុងញងលងបែបនឹងឯងណាកូនបន្តទៅទៀតតោះបន្តទៅទៀតតកតងជាមួយនឹងការអានពាក្យចាចាំស្ដាប់អ្នកគ្រូទាំងអស់គ្នារអមរំវនឹងងវងបន្តមួយវងរំវងបអំបំពនឹងងពងបន្តមួយពងបំពងញោអ៊ុញុះញោនឹងងញងបន្តមួយញងញូញងដងទៀតរំវងបំពងញុះញងតោះយើងទៅមុខទៀតតើតងជាមួយនឹងការអានល្បះចាអញ្ចឹងកូនមើលល្បះពណ៌ក្រហមរបស់អ្នកគ្រូមានពាក្យមីងគង់លៀងពីងនិងធុងទឹកមីងគង់លៀងពីងនិងធុងទឹកម្ដងទៀតមីងគង់លៀងពីងនិងធុងទឹកតើល្បះទី2អ្នកគ្រូមានពាក្យពូគង់ទៅខុំដងតុងម្ដងទៀតពូគង់ទៅខុំដងតុងចាអញ្ចឹងមេរៀនយើងថ្ងៃនេះដែលតកតងជាមួយនឹងព្យញ្ជនៈពួកអូប្រកបនឹងងមានតែប៉ុណ្ណឹងទេអញ្ចឹងក្រោយពេលកូនមើលមេរៀនថ្នាក់រៀនត្រឡប់របស់យើងរួចកុំភ្លេចអានអំណានពាក្យដែលអ្នកគ្រូបានទម្លាក់ចូលនៅក្នុងក្រុម Telegram របស់យើងផងណាកូនអរគុណច្រើន